អ្វីទៅជាប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាគឺជាប្រព័ន្ធបែប Digital មួយរបស់រដ្ឋដែលត្រូវបានអភិវឌ្ឍនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ2025ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានអគ្គនាយកដ្ឋានសេដ្ឋកិច្ច Digital ជាប្រតិបត្តិការប្រព័ន្ធនេះត្រូវបានបង្កើតឡើងសម្រាប់ដំណើរការផ្លាស់ប្ដូរវិក័យប័ត្រក្នុងទម្រង់អេឡិចត្រូនិករវាងអ្នកលក់និងអ្នកទិញដោយមិនតម្រូវឲ្យបោះពុម្ពវិក័យប័ត្រចេញជាក្រដាសទៀតឡើយមុខងារស្នូលនៃប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាមានដូចជាការផ្ដល់អត្តសញ្ញាណនិងបញ្ជាក់ទទួលស្គាល់វិក័យប័ត្រអេឡិចត្រូនិកជាផ្លូវការការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មានអាជីវកម្មដំណើរការនៃប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាដើរតួជាប្រព័ន្ធកណ្ដាលនៅក្នុងប្រតិបត្តិការវិក័យប័ត្រដោយនៅពេលដែលអ្នកលក់ឬអ្នកផ្ដល់សេវាបង្កើតនិងបញ្ជូនវិក័យប័ត្រចេញពីប្រព័ន្ធគណនេយ្យរបស់គាត់រួចបញ្ជូនចេញទៅវិក័យប័ត្រដែលបានបញ្ជូននោះនឹងត្រូវឆ្លងកាត់ការពិនិត្យនិងបញ្ជាក់ដោយប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាជាមុនសិនទើបបន្តបញ្ជូនទៅដល់ប្រព័ន្ធគណនេយ្យរបស់អ្នកទិញឬអ្នកទទួលសេវាវឌ្ឍនភាពនៃការប្រើប្រាស់បច្ចុប្បន្នប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាត្រូវបានចូលរួមប្រើប្រាស់ជាកាតព្វកិច្ចដោយក្រសួងស្ថាប័នចំនួន28ដែលក្នុងនោះមានអង្គភាពរដ្ឋចំនួន166រួមជាមួយនឹងក្រុមហ៊ុនឯកជនចំនួន157និងបានភ្ជាប់សន្ធានកម្មដោយជោគជ័យជាមួយក្រុមហ៊ុនចំនួន9កិត្តិកម្មខែកក្កដាឆ្នាំ2026វិក័យប័ត្រអេឡិចត្រូនិកដែលចេញដោយឆ្លងកាត់ប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកកម្ពុជាមានចំនួនសរុបប្រមាណ2800វិក័យប័ត្រនិង1700ជាវិក័យប័ត្រពីអាជីវកម្មទៅអាជីវកម្ម B2B ជំហានបន្ទាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តពង្រីកការដាក់ឲ្យប្រើប្រាស់ជាកាតព្វកិច្ចទៅកាន់អង្គភាពថ្នាក់កណ្ដាលនៃក្រសួងស្ថាប័នដែលនៅសេសសល់នៅឆ្នាំ2026នេះជាមួយនឹងការកិត្តគូរៀបចំយុទ្ធសាស្ត្រដាក់ឲ្យប្រើប្រាស់ទៅកាន់ក្រុមហ៊ុនអាជីវកម្មក្នុងប្រតិបត្តិការអាជីវកម្ម B2B នៅក្នុងឆ្នាំ2027ខាងមុខនេះសម្រាប់ព័ត៌មានបន្ថែមឬមានចម្ងល់លើការប្រើប្រាស់ Portal វិក័យប័ត្រអេឡិចត្រូនិកកម្ពុជាលោកអ្នកអាចតាក់ទងមកកាន់ក្រុមការងារប្រតិបត្តិការប វ.អ ឬទាញយកឯកសារពីរបៀបប្រើប្រាស់លម្អិតតាមរយៈគេហទំព័រ e-invoice.com.kh សូមអរគុណ